โรคសញ្ញានៃអ្នកកើតជំងឺផ្សិតមាន3ចំណុចហើយមានមួយចំណុចដែលបងប្អូនស្ត្រីភាគច្រើនមិនសូវបានចាប់អារម្មណ៍ទេទី1សភាពនៃការធ្លាក់សធ្លាក់មកសភាពកកដុំធ្លាក់មកដូចកាក់កបោធ្លាក់មកលក្ខណៈស្អិតដូចគួនដែរធ្លាក់មកកតិចកតិចឬកតិចកដាស់ដូចរូបភាពបែបនេះហើយក្នុងដំណាក់កាលដំបូងភាគច្រើនអត់សូវលេចចេញធ្លាក់ចេញមកក្រៅទេគឺវាកកក្តាំងនៅតាមចិញ្ចាំងទ្វារមាសខាងក្នុងតែបងប្អូនស្ត្រីភាគច្រើនគិតថាខ្លួនអញអត់មានបញ្ហាជំងឺអីសោះទី2ទ្វារមាសដែលសង្កេតអត់ចាប់ដើមមានក្លិនចាប់ដើមមានការលំមាស់ខ្លាំងមែនទែនចាប់ដើមឡើងក្រហមចាប់ដើមមានការឡើងហើមនៅតំបន់ទ្វារមាសឲ្យស្រួលសង្កេតមែនទែនពេលដែលបងប្អូនមានដៃគូនៅជាមួយគ្នាគឺស្ងួតអត់មានសំណើមទេអញ្ចឹងនៅជាមួយគ្នាហើយចាប់ដើមក្តៅហើយចាប់ដើមកាហាយខ្លាំងមែនទែនហើយចំណុចទី3សំខាន់ដែលបងប្អូនស្ត្រីភាគច្រើនអត់សូវបានចាប់អារម្មណ៍ទ្វារមាសស្ត្រីចាប់ដើមឡើងកម្ដៅចាប់ដើមមានអារម្មណ៍ថាក្តៅចេញចំហាយពីទ្វារមាសតែម្ដងតែបងប្អូនស្ត្រីភាគច្រើនគិតថាគាត់ញ៉ាំទឹកក៏បានគ្រប់គ្រាន់តាមពិតគាត់កំពុងតែកើតជំងឺផ្សិតអញ្ចឹងពេលដែលបងប្អូនចាប់ដើមធ្លាក់មកលក្ខណៈកកដុំបែបហ្នឹងចាប់ដើមមានការលំមាស់ចាប់ដើមមានការកាហាយបែបនេះសូមបងប្អូនរកដំណោះស្រាយនិងការដោះស្រាយឲ្យបានត្រឹមត្រូវព្រោះជំងឺផ្សិតនេះមានការវិវត្តលឿនមែនទែនព្រោះចាប់ដើមមានការរលាកទ្វារមាសរលាកដល់មកស្បូនធ្វើឲ្យរដូវបងប្អូនមកអត់ទៀងចាប់ដើមឈឺចាប់ពេលមករដូវយើងចាប់ដើមមកតិចឲ្យស្បែកគឺចាប់ដើមស្ងួតចាប់ដើមប្រេះសកាមកវិញគឺចាប់ដើមឡើងមុនឡើងជាប់អត់សូវមានសំណើមទេបើទ្វារមាសវិញគឺស្ងួតយកតែម្ដងពេលខ្លះទៀតបងប្អូនត្រូវប្រើប្រាស់ទឹកជំនួយក្នុងការរួមភេទអញ្ចឹងពេលដែលបងប្អូនជួបទុក្ខលំបាកបែបហ្នឹងសូមបងប្អូនរកដំណោះស្រាយបានត្រឹមត្រូវអញ្ចឹងបើសិនជាចង់បាត់ទៅលើបញ្ហាធ្លាក់សចង់បាត់ក្លិនចង់បាត់រមាស់ចង់ឲ្យមានសុភមង្គលក្នុងគ្រួសារអាច add មកកាន់ Telegram នៅគ្រូតបាននឹងគ្រូធ្វើការពិគ្រោះនិងប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នា